សាហាវមិនធម្មតាលោកចៅប្រើពេលត្រឹមតែ2ថ្ងៃគោះបន្ទប់ប្រជាពលរដ្ឋដែលគាត់នៅផ្ទះជួលរហូតដល់10បន្ទប់ប៉ុន្តែម្ចាស់ផ្ទះបានលើកឡើងថាប្រសិនបើមិនចង់ឲ្យចៅធ្វើការគោះសុំដោសោអាប្រភេទថ្លៃទៅកុំប្រើសោប្រភេទអន់ពេកហើយគាត់ជាអ្នករោងចក្រគាត់ជាអ្នកកម្មករសំណង់តើគាត់មានថវិកាណាទិញសោ100ដុល្លារ150ដុល្លារបងប្អូនប្រិមិត្តបងប្អូននេះជាសោដែលជនសង្ស័យបានធ្វើការគោះណាហើយគោះនឹងដៃរហ័សលឿនទៀតមិនដឹងថាតើគាត់ជារាសមាជចំនួនទីប្រមាណទេបានតែដេញធ្វើការគោះរហ័សបែបហ្នឹងត្រឹមតែរយៈពេល2ថ្ងៃលេងគោះបានចូលប្រមាណ7-20បន្ទប់ទៅហើយនៅពេលដែលគេគោះបន្ទប់បាញ់ហើយបាញ់បើវាខ្វះមកបាត់អីខ្លះបាត់ដង្ហាល2បងដង្ហាលតំទិញ2ថ្ងៃអស់70រៀលហើយឆ្នាំងបាយភ្លើង1ភ្លើងខ្ញុំតំទិញទៅអត់ប្រើទេឲ្យលុយ500000ញាត់ជ្រូកនឹងវាយកទាំងជ្រូកទៅទៀតយកទាំងជ្រូកទៅចាយកទៅទាំងអស់បងប្អូននេះសិតតអ្នកបាត់ហើយបងបាត់អីមិញបងបាត់អីនាឡិកាទូរស័ព្ទលីអូអាវណុកពុនអញ្ចឹងហើយចុះបងបាត់អីភេទស្ទះហ្នឹងហីភេទស្ទះនឹងគ្រឿងស្វឹងហើយយកអងស្អីបាត់ឆ្វេងជើងបាត់ឆ្វេងជើងអញ្ចឹងលួចមកភូមិហ្មងវាសាហាវពេកវាសាហាវពេកតែបីជើងក៏វាលួចខោអាវណុកក៏វាលួចមិនធម្មតាបងលើសរាស្មាច់ដឹងរាស្មាច់ចំនួនទីប្រមាណលេងគោះមកផ្លែតលេងអត់10បន្ទប់បងប្អូនឥឡូវសមត្ថកិច្ចសង្កាត់ចំចៅទី1លោកបានជួយមកដល់ហើយឥឡូវអញ្ចេះខ្ញុំសូមបងប្អូនណាដែលជាជនរងគ្រោះត្រូវបានគេគោះសូមមកជម្រាបប្រាប់សមត្ថកិច្ចណាបាន2នាក់3នាក់4នាក់បាទ5នាក់ណាមួយទៀត6នាក់6នាក់ស្មើនឹង7នាក់7បន្ទប់ហើយបងប្អូនណាឥឡូវណាទៀតបងប្អូនបាន7នាក់អញ្ចឹងស្មើនឹង7បន្ទប់ហើយណាបងស្រីណាទៀតបងប្រុសណាទៀតបាទជម្រាបជូនសមត្ថកិច្ចឲ្យលោកបានដឹងដើម្បីលោកធ្វើការបន្តស៊ើបសួរឲ្យបងប្អូននេះបន្ទប់អស់នេះហើយគឺជាបន្ទប់ដែលជនសង្ស័យបានធ្វើសកម្មភាពគោះណែបងប្អូនឲ្យយើងចូលមកមួយសមត្ថកិច្ចណាដោយច្រើនមែនតើបងប្អូននេះជាប់ប្រណិតតែម្ដងបាទមកសើសុកមនសញ្ញាចាមត្រូវេឆ្ងាញ់ចង់បានហូបឆ្ងាញ់កុំភ្លេចប្រើប្រាស់ប៊ីកេងសញ្ញាចាមត្រូវេតំណាក់តំណងតំណាងចែកចាយបន្ត7តចូលចិត្ត20បន្ទប់ហើយជុំគាត់តែមកប្លុកហ្នឹងគឺគោះបន្ទប់20បន្ទប់វាគោះជួនគ្នាមកសមមិញគោះ3ថ្ងៃគោះ7អញ្ចឹងហ្នឹងហើយអញ្ចឹងមានថាម្សិលមិញគោះ3បន្ទប់ថ្ងៃគោះ7ទៀតហ្នឹងហើយបើច្បាស់ថាគេគោះមិនមែនលេងសោខ្លួនឯងមិនលេងទេសោណាលេងខ្លួនឯងហ្នឹងហើយបាត់ទ្រព្យសម្បត្តិអីខ្លះបាត់លួយអស់300000ហើយបាត់របស់របរមួយកណ្ដោទៀតអញ្ចឹងតដាក់ពាក្យបណ្ដឹងនៅដាក់ទៅឲ្យម្ចាស់ផ្ទះជួគេថាទិញសោអត់ថ្លៃចាក់ទៅគេថាទិញសោចាក់អត់ថ្លៃចាក់ទៅម្ចាស់ផ្ទះថាមកពីកំហុសយើងទិញសោចាក់ថោកពេកសោថោកពេកប៉ុន្តែបងកន្លែងត្រង់ចំណុចនេះមុននឹងយើងចូលទៅនៅផ្ទះជួលគេតែងតែប្រាប់យើងថារាល់ការបាត់បង់សម្ភារៈគេឲ្យយើងទទួលខុសត្រូវខ្លួនឯងមិនអញ្ចឹងណាអញ្ចឹងបងមិនអាចដាក់បន្ទុកទៅលើគាត់ទាំងស្រុងទេគាត់ថាបងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចគាត់ថាជួយទេគាត់ថាជួយបងឯងជួយមនោស្រ័យទៅគាត់ថាអត់ដឹងទេទិញអសរថ្លៃចាក់ទៅឲ្យលាស់របថែសារខ្លួនឯងខ្ញុំមិនពេលណាថែសារល្ងាចចូលបលឹមចេញល្ងាចចូលហ្នឹងអញ្ចឹងទីខ្ញុំធ្វើការរោងចក្រអញ្ចឹងសិតតែបងប្អូនការងាររោងចក្រការងារសំណង់អីផ្សេងៗលាយគ្នានៅហ្នឹងបងប្អូនឥឡូវឃើញថាគាត់បានបាត់ហើយដោយសារតែចៅបានធ្វើការមកធ្វើការគោះផ្ទះគាត់ណាហើយនេះជាសោដែលបានធ្វើការមកគោះហើយម្សិលមិញបាត់គោះបាន3បន្ទប់ថ្ងៃនេះលេងគោះបានតែគេហៅថា7បន្ទប់ឥឡូវចេះខ្ញុំណែនាំបងប្អូនទៅដាក់ពាក្យបណ្ដឹងសិនណាបងប្អូនអ្នកណាដែលជាម្ចាស់សម័យខ្លួនចូលរងគ្រោះសូមទៅដាក់ពាក្យបណ្ដឹងសិនទៅអីការដាក់ទេជឿបាច់ដាក់ទៅបើចាស់ផ្ទះជួលទៅមានរើចេញទៅបើគេមកជឿដាក់ពាក្យបណ្ដឹងអីទេតែគ្រាន់តែស្នើសូមម្ចាស់ផ្ទះឲ្យមានការទទួលខុសត្រូវឬក៏តទៅមុខទៀតឲ្យគាត់រត់ទៅដឹងរឿងហ្នឹងហេតុចាឥឡូវបងបាត់ប៉ុណ្ណឹងបងអត់ចង់ដាក់ពាក្យបណ្ដឹងឲ្យចាប់ជនសង្ស័យតែគាត់ទេបងចង់ទទូចឲ្យធ្វើម៉េចឲ្យគាត់រត់បន្តឹងនៃច្បាប់ចេញចូលទម្លាប់ទម្លាប់ចាហ្នឹងហើយអញ្ចឹងណាឥឡូវសិតទាំងតែជាបងប្អូនឥឡូវបានឥឡូវសរុបជារួមទៅគឺបាត់អស់ប្រហែលបន្ទប់ហើយគាត់ហ្នឹងច្រើនមកជួលខាង10បន្ទប់ជាងអញ្ចឹងបើជួលខាងនោះលើគេបាន4 5ជួលនេះ6 7ទៀតតែមួយអាទិត្យគាត់ចង់រងថ្ងៃហ្នឹងអញ្ចឹងហ្នឹងហើយហើយគាត់ប្រហែលថ្ងៃជាប់គ្នាហើយ3ថ្ងៃដប់3ថ្ងៃដប់ហ្នឹងគឺគាត់ជាប់គ្នាអូតូមកចាមួយថ្ងៃគាត់បានប្រហែលបន្ទប់មួយថ្ងៃគាត់បានប្រហែលបន្ទប់សំមិញគាត់បាន3បន្ទប់ថ្ងៃហ្នឹង7បន្ទប់ពេលខ្ញុំចេញពីធ្វើការមកបាត់អស់លេងបាត់លុយបាត់អីឥឡូវបងចង់ស្នើសុំរបៀបម៉េចឲ្យដាក់កាមេរ៉ាឲ្យទទួលស្គាល់អញ្ចឹងចាគាត់ទៅគាត់ឲ្យយើងទិញសោថ្មីតម្លៃ20រៀលដាក់ទៅនិយាយថាបើសិនបើមិនចង់ឲ្យរញចោលគាត់ទៀតសូមធ្វើការទិញសោថ្មីទៅចាបងស្រីមានបាត់អីគេអត់បាត់អីគេឆ្លប់បាត់កូនជ្រូកបាត់ទាំងកូនជ្រូកហ្មងអូយហ្នឹងអាសាបាត់អត់បងសាបាត់អាចចុះបើសិនជាយើងបានឃើញចោលហ្នឹងតើយើងមានកាដូអីឲ្យគាត់បើខ្ញុំឃើញអីកាប់យកហ្មងវាមែនបងប្អូនជាទីមេត្រីខ្ញុំសូមសរុបជារួមមកវិញជុំវិញនឹងករណីនេះមានន័យថាជនសង្ស័យមិនដឹងថាគាត់មកពីណាទេយើងអត់ស្គាល់មុខទេព្រោះគាត់បានមកធ្វើការគោះបន្ទប់ទៅលើបងប្អូនប្រជាពលរដ្ឋដែលជាកម្មកររោងចក្រនិងអ្នកធ្វើសំណង់អីផ្សេងៗដែលគាត់នៅផ្ទះជួលមកកន្លែងហើយការគោះនេះគឺត្រឹមតែរយៈពេល2ថ្ងៃទេបានធ្វើការគោះបានរហូតដល់10បន្ទប់ជាងជិត20បន្ទប់ហ្នឹងហើយនេះជាសោដែលគាត់បានធ្វើការគោះណាហើយនៅពេលដែលគោះទៅគឺយកទ្រព្យសម្បត្តិទាំងអស់អីក៏អត់លើកលែងដែរសម្បីតែឆ្នាំងបាយក៏អាវទំនាប់ជើងអត់តែរបស់ណាដែលមានតម្លៃមកល្មមហើយកូនជ្រូកហ្នឹងគឺអត់មានបបែកយកតែលុយទេគឺលើកទាំងកូនជ្រូកទៅផ្ទាល់តែម្ដង
បងប្អូនជាទីមេត្រីករណីនេះគឺបានកើតឡើងនៅមឡុកផ្ទះជួលមកកន្លែងទល់មុខនឹងកន្លែងអគ្គិសនីចិត្តនឹងអាស័យផ្អែមនៅក្នុងសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជាក់ស្ដែងសមត្ថកិច្ចលោកបានមកដល់កន្លែងទីតាំងកើតហេតុហើយក៏កំពុងតែធ្វើការសាកសួរទៅលើម្ចាស់ផ្ទះដែលត្រូវបានជនសង្ស័យធ្វើការគាត់ណាថាតើគាត់ត្រូវបន្តនីតិវិធីបែបណាសាកសួរបែបណាហើយជួយគាត់ដោយរបៀបម៉េចសមត្ថកិច្ចលោកនឹងធ្វើការបន្តតាមជំនាញនៃនីតិវិធីនៃច្បាប់ផងដែរបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមានសារ៉ាមករហ័សបៃត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបពីព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញនឹងព័ត៌មាននេះខ្ញុំបាទនឹងធ្វើការអាប់ដេតក៏ជារាយការណ៍នៅព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាបន្តបន្ទាប់ទៀតខ្ញុំបាទមានសារ៉ាមករហ័សបៃត្រង់ក៏សូមអរគុណនិងសូមគោរពលាជួបគ្នាជុំវិញខ្ញុំបាទមានសារ៉ានៅព័ត៌មានបន្ទាប់សូមអរគុណ